បាទជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះហ៊ុនសារ៉នមកពីថ្នាក់ A ក្រុម4ថ្ងៃនេះដែរខ្ញុំបាទមកសង្ខេបមេរៀនសប្តាហ៍ទី4និយាយអំពីគោលការណ៍នៃការវាយតម្លៃប្រកបដោយគុណភាពមេតិកាចំណុច1សេចក្តីផ្ដើមទី2និយមន័យប្រសិទ្ធភាពក្នុងការវាយតម្លៃសិក្សាទី3លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវាយតម្លៃការសិក្សាទី4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងការប្រឡងទី5ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងសម្រាប់សេចក្តីផ្ដើមចំណុចទី1ធំការវាយតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងការអនុវត្តរបស់សិស្សលទ្ធផលត្រូវបានប្រើដើម្បីកំណត់ពីបំណិននិងខ្លឹមសារចំពោះចំណេះដឹងដែលទទួលបានគ្រូគួរតែធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានហើយគួរតែពិនិត្យពីលទ្ធផលនៃការវាយតម្លៃដើម្បីជាមធ្យោបាយក្នុងការកែលម្អសិស្សគ្មានការវាយតម្លៃណាដែលត្រឹមត្រូវឥតខ្ចោះទេតែតែងតែបង្កប់ភាពលំអៀងនៅក្នុងនោះសម្រាប់ចំណុចទី2តើអ្វីជាប្រសិទ្ធភាពក្នុងការវាយតម្លៃការសិក្សាប្រសិទ្ធភាពក្នុងការវាយតម្លៃការសិក្សាសំដៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវាយតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សការវាយតម្លៃដែលមានគុណភាពផ្ដល់លទ្ធផលដែលផ្ទៀងផ្ទាត់នឹងគាំទ្រការសិក្សានិងការលើកទឹកចិត្តសិស្សប្រាប់ឲ្យដឹងពីការធ្វើការសម្រេចចិត្តក្នុងការបង្រៀនសម្រាប់ចំណុចទី3ធំលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវាយតម្លៃការសិក្សាទី1លទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របទី2ការបន្ស៊ីគ្នារវាងវិទ្យាសាស្ត្រវាយតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាទី3សុពលភាពទី4ភាពជឿជាក់ទី5សក្តិភាពទី6ផលវិបាកវិជ្ជមាននិងទី7ការអនុវត្តនិងប្រសិទ្ធភាពសម្រាប់ចំណុច 3.1 លទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របជ្រើសរើសតេស្តការធ្វើតេស្តឬបង្កើតតេស្តការអនុវត្តអត្ថបទសំណួរផ្ទាល់មាត់ការសង្កេតគ្រូនិងការវាយតម្លៃខ្លួនឯងសិស្សសម្រាប់ចំណុចទី3.2 ការបន្ស៊ីរវាងវិទ្យាសាស្ត្រវាយតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាវិធីសាស្ត្រវាយតម្លៃប្រភេទផ្សេងៗគ្នាត្រូវបានប្រើនៅក្នុងថ្នាក់រៀនទោះបីជាលទ្ធផលសិក្សារំពឹងទុកអាចត្រូវបានវាស់វែងដោយវិធីសាស្ត្រជាច្រើនក៏ដោយការពិតនៃការបង្រៀនគឺវិធីសាស្ត្រវាស់វែងប្រភេទលទ្ធផលសិក្សារំពឹងទុកមួយចំនួនល្អជាងវិធីវាស់វែងដទៃទៀតដូច្នេះនៅពេលដែលអ្នកកំណត់លទ្ធផលសិក្សារំពឹងទុកជំហានបន្ទាប់គឺគួរគងវាជាមួយនឹងវិធីសាស្ត្រវាយតម្លៃមានន័យថាតើវិធីសាស្ត្រវាយតម្លៃមួយណាស័ក្តិសមបំផុតទៅនឹងលទ្ធផលសិក្សារំពឹងទុកក្នុងមួយម៉ោងសិក្សាសម្រាប់ចំណុចទី 3.3 ភាពជឿទុកចិត្តព័ត៌មានឬទិន្នន័យដែលអាចជឿទុកចិត្តបានជាទិន្នន័យដែលមានភាពត្រឹមត្រូវឬអាចទុកចិត្តបាននិងអាចប្រសើរបានសំដៅទៅលើស្ថិរភាពឬភាពស៊ីចង្វាក់គ្មានគ្នានៃការធ្វើតេស្តប្រសិនបើអ្នកធ្វើតេស្តច្រើនដងក្នុងក្រុមសិស្សដូចគ្នាលក្ខខណ្ឌដូចគ្នាអ្នកគួរតែទទួលបានលទ្ធផលតេស្តប្រហាក់ប្រហែលគ្នាឧទាហរណ៍ទាំង1ម៉ែត្រជាឧបករណ៍អាចជឿជាក់បានក្នុងការវាស់សីតុណ្ហភាពបានត្រឹមត្រូវសម្រាប់ចំណុច 3.4 សុពលភាពសាស្ត្រាចារ្យ Kelly បានលើកឡើងថាតេស្តមានសុពលភាពប្រសិនបើវាតេស្តនៅអ្វីដែលគេចង់តេស្តនិងឆ្លុះបញ្ចាំងពីអ្វីដែលគេបានតេស្តផ្អែ
លើការពិតឬហេតុផលអាចទទួលយកបានក្រៅពីការស្រាវជ្រាវផ្នែកស្ថិតិភាពជឿជាក់និងសុពលភាពបានត្រូវប្រើជំនួសគ្នាសម្រាប់ការស្រាវជ្រាវនិងតេស្តភាពខុសគ្នាច្បាស់ចំណុច 3.5 សុក្រិតភាពតម្លាភាពមានទំនាក់ទំនងយ៉ាងច្បាស់អំពីអ្វីដែលនឹងត្រូវធ្វើតេស្តនិងរបៀបដាក់បន្ទុកដើម្បីធានានិងវាស់វែងអំពីការយល់ដឹងរបស់សិស្សដែលយើងរំពឹងទុកឱកាសដើម្បីសិក្សារៀនសូត្រធានាថាសិស្សមានពេលវេលាធនធានគ្រប់គ្រាន់និងវិធីសាស្ត្របង្រៀនដែលមានភាពសមស្របសម្រាប់ការសិក្សារបស់សិស្សសម្រាប់ចំណុច 3.6 ផលវិបាកវិជ្ជមានប្រសិទ្ធភាពនៃការវិនិច្ឆ័យមានផលជះវិជ្ជមានចំពោះគ្រូបង្រៀនការបង្រៀននិងសិស្សចំពោះគ្រូបង្រៀនការវិនិច្ឆ័យទាមទារឲ្យចងចាំនៅការពិតការវិនិច្ឆ័យទាមទារនៅការបង្ហាញហេតុផលចំពោះសិស្សការវិនិច្ឆ័យសំណួរពហុជ្រើសរើសសិស្សចងចាំព័ត៌មានតែងសេចក្តីឬចម្លើយសរសេរបែបវែងសិក្សាពីព័ត៌មានកាន់តែទូលាយទាក់ទងនឹងបណ្ដុំនិងការអនុវត្តការបង្កើតឡើងវិញនៅរបស់សិស្សជាងការស្គាល់ព័ត៌មានឡើងវិញនៅពេលសិក្សាការដោះស្រាយបញ្ហាជំរុញទឹកចិត្តសិស្សឲ្យគិតនិងអនុវត្តនៅអ្វីដែលគេបានរៀនសម្រាប់ចំណុច 3.7 ការអនុវត្តនិងប្រសិទ្ធភាពកត្តាផ្សេងសម្រាប់ការទទួលបានការអនុវត្តនិងប្រសិទ្ធភាពមានគ្រូស្គាល់វិធីសាស្ត្រពេលវេលាដែលសមស្របភាពស្មុគស្មាញក្នុងការអនុវត្តការប្រឡងភាពងាយស្រួលក្នុងការដាក់បន្ទុកភាពងាយស្រួលក្នុងការបកស្រាយលទ្ធផលការចំណាយលើការប្រឡងនិងចំណុចទី4ធំបញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងការប្រឡងសម្រាប់ចំណុចទី1បញ្ហាផ្នែកសិស្សកំហុសចិត្តវិទ្យានិងភាពតានតឹងកង្វះរៀបចំខ្លួននិងការយល់មិនពេញលេញពីលើមាតិកាចំណុចទី2បញ្ហាផ្នែកគ្រូបង្រៀននិងអ្នករៀបចំតេស្តការតេស្តមិនសមតាមស្តង់ដារកង្វះឧបករណ៍និងធនធានការវាយតម្លៃមិនស្មើភាពចំណុចទី3បញ្ហាផ្នែករចនាបថតេស្តដូចជាការទ្រង់ទ្រាយសំណួរមិនចម្រុះពេលវេលាមិនគ្រប់គ្រាន់ចំណុចទី4បញ្ហាផ្នែកបច្ចេកទេសដូចជាសម្ភារៈកុំព្យូទ័រឬអ៊ីនធឺណិតកិច្ចការគ្រប់គ្រងប្រឡងនិងចំណុចទី5បញ្ហាផ្នែកស្ថាប័ននិងគោលនយោបាយមានដូចជាកាតព្វកិច្ចនិងកាលវិភាគតឹងរ៉ឹងប្រព័ន្ធវាស់វែងផ្នែកលើបន្ទុកសម្រាប់ចំណុចទី5ធំប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងមុនពេលប្រឡងចាប់ផ្ដើមណែនាំអំពីដំណើរការនៃការប្រឡងនិងគោលបំណងឲ្យច្បាស់លាស់បន្សាំឧស្សាហ៍ធ្វើតេស្តជាប្រចាំការលើកទឹកចិត្តនិងការប្រឡងគ្រាន់តែជាការវាយតម្លៃបាទអញ្ចឹងការសង្ខេបមេរៀនសប្តាហ៍ទី4របស់ខ្ញុំគឺមានប៉ុណ្ណឹងលោកគ្រូសូមអរគុណ